បាទជំរាបសួរពុកម៉ែបងប្អូនវិលមកជួបគ្នាម្ដងទៀតនៅក្នុងវីដេអូថ្មីថ្ងៃនេះមនខ្ញុំបាទញាស់បន្តទៀតហើយបាទញាស់បន្តគ្នារយៈពេលពងគឺ5ថ្ងៃខ្ញុំដាក់ចូលទូម្ដង5ថ្ងៃខ្ញុំដាក់ចូលទូម្ដងអញ្ចឹងរយៈ5ថ្ងៃក៏មនញាស់ម្ដងបន្តគ្នា5ថ្ងៃគឺញាស់ម្ដងហើយមិនជាច្រើនទេពុកម៉ែបងប្អូន5ថ្ងៃដាក់ចូលទូម្ដងជាងកាលថ្ងៃខ្លះក៏10គ្រាប់ជាងអញ្ចឹងទៅថ្ងៃខ្លះបាយច្រើននេះក៏បាន5ថ្ងៃក៏វាបាន30គ្រាប់ឲ្យជាងចឹងដែរអញ្ចឹងវាញាស់បន្តគ្នា5ថ្ងៃញាស់ម្ដងតិចច្រើនភាសាអីមេយើងក៏វាតិចដែរមេតែ10មេជាងទេឥឡូវនេះអញ្ចឹងមន់4-5ថ្ងៃយើងប្រមូលបានខ្ទង់30ពង20ពងជាងចឹងទេពេលថ្ងៃណាវាធ្លាក់ពងទៅ5ថ្ងៃប្រមូលបាន10ពងជាងអញ្ចឹងណាបងប្អូនយើងអាសាវីវាពងប្រភេទទូវីដៃយើងអាសាវីយ៉ាងតិចណាស់ក៏មួយថ្ងៃ2ទៅ3ដងដើម្បីឲ្យពងយើងនឹងវាបង្កកំណត់បានល្អហើយពួកសានេះកូនមកអត់សូវមានស្គួយពុកម៉ែបងប្អូនសាបាវាគឺប្រភេទបាពណ៌ក្រហមមន់ប្រភេទសំពៅក្រងធំតែបាវាគឺធំឆ្អឹងធំហើយគីឡូធ្ងន់មកកូនវាគឺឆ្លោះមែនតើនេះយើងមើលទៅវាអត់ទាន់ស្ងួតរោមផងកូនមកនេះទៅញាស់បាទរីឯពងនេះវិញគឺជាពងដែលយើងប្រមូលហើយយើងត្រៀមនឹងដាក់ចូលទូពេលបន្ទាប់បាទហើយបន្ទាប់ពីយើងទុកឲ្យវាស្ងួតរោមគឺយើងដកវាចេញពីទូញាស់ហ្នឹងយកវាទៅដាក់ក្នុងទូកម្ដៅវិញម្ដងបាទហើយកូនមន់នេះគឺជាកូនមន់ដែលស្ងួតរោមហើយដែលយើងយកវាចេញពីទូញាស់យកមកដាក់ក្នុងទូកម្ដៅនេះហើយការចិញ្ចឹមរបស់ខ្ញុំគឺជាការចិញ្ចឹមពីតូចទៅចាប់ផ្ដើមពីមេឲ្យមេក្រាបបន្ទាប់មកក៏ដល់ពេលនេះក៏ចាប់ផ្ដើមដាក់ក្នុងទូភ្ញាស់ប្រភេទមិនមែនជាប្រភេទជាទូទំនើបអីទេបងប្អូនគឺជាប្រភេទជាទូស្នោទូវីដៃទូស្នោហើយត្រឹម4-10មេគឺក៏អាចនឹងគុតគង់សម្រាប់មកត្រឹមដែលយើងចិញ្ចឹមជាមន់សាច់លក្ខណៈគ្រួសារគឺងាយស្រួលមេ4-10នេះគឺអាចគុតគង់ឲ្យយើងឲ្យកូនយើងបានច្រើនក្នុងមួយខែដូចខ្ញុំជាដើមគឺខ្ញុំត្រឹម4-10មេជាងនេះគឺខ្ញុំអាចគុតគង់ទុកជាមន់សាច់ខ្លួនឯងបានខ្លះហើយក៏អាចលក់ទៅក្រៅបានខ្លះដែរគ្រាន់តែមិនបានច្រើនតិចតួចប៉ុន្តែត្រឹម4-10មេនេះគឺអាចមកត្រឹមតែយើងផ្គត់ផ្គង់ចិញ្ចឹមសាច់ខ្លួនឯងត្រឹម100-200កូនអីគឺបានគឺងាយស្រួលមកដល់យើងមិនបាច់ពិបាកចំណាយទៅទិញឲ្យកូនមន់ពីគេអញ្ចឹងពុកម៉ែបងប្អូនហើយក៏អាចឆ្លៀតពេលខ្លះអាចឆ្លៀតលក់បានកូនខ្លួនឯងទៅឲ្យបងប្អូនបានថែមទៀតផងហើយសម្រាប់ពុកម៉ែបងប្អូនដែលគាត់ចង់ចិញ្ចឹមបែបលក្ខណៈគ្រួសារមេ4-10ហើយគាត់អាចចិញ្ចឹមបានយ៉ាងស្រួលត្រឹមមេ4-10ហ្នឹងបើថាមេ4-5ទៅខ្លាចក្រែងលោតិចពេកបងប្អូនអាចដាក់ត្រឹម4-10មេអញ្ចឹងគឺងាយស្រួលសម្រាប់មកត្រឹមតែផ្ដល់ជាមន់សាច់ឲ្យយើងកូនក្នុងមួយខែគឺបងប្អូនអាចចិញ្ចឹមបានគុតគង់វិលជុំបានក្នុងមួយខែបើសិនជាយើងភ្ញាស់ដាក់យើងរើសពងដាក់ទូគឺងាយស្រួលជាងយើងឲ្យមេក្រាបបើមេក្រាបរៀងវាញាស់អត់ស្មើគ្នាបងប្អូនម្ដងមកសបុក2សបុកអញ្ចឹងទៅវាអត់ស្មើគ្នាយើងពិបាកក្នុងការធ្វើវ៉ាក់សាំងតែបើយើងប្រមូលដាក់ក្នុងទូទៅមេ4-10មេគឺអាច
ញាស់ម្ដងបានមួយសាគឺក្នុង20កូនជាងទៅ30កូនជាងអីដែរអញ្ចឹងក្នុងមួយខែវាអាចផ្ដល់កូនឲ្យយើងបានខ្ទង់ពីខ្ទង់80កូនជាងទៅ100កូនជាងអញ្ចឹងទៅតាមពីពងលេខពងច្រើនអញ្ចឹងមេខ្ទង់មេ4-10មេហ្នឹងគឺក្នុងមួយថ្ងៃវាអាចផ្ដល់ពងឲ្យយើងបានចាប់ពីបើវាពងសុកមេ4-10ហ្នឹងវាពងអត់ស្មើគ្នាទេពុកម៉ែបងប្អូនវាអាចពង5មេទៅ6មេ7មេអញ្ចឹងទៅអញ្ចឹងក្នុងមួយថ្ងៃវាអាចឲ្យពងយើងបានចន្លោះពី5ពងទៅ7ពងអញ្ចឹងក្នុងមួយថ្ងៃយើងអាចប្រមូលបានប៉ុណ្ណឹងហើយរយៈពេលយើងប្រមូលទុកតែបាន5ថ្ងៃទើបយើងដាក់ចូលទូម្ដងអញ្ចឹងហើយយើងដាក់ប្រមូលអញ្ចឹងជារៀងរាល់ថ្ងៃ5ថ្ងៃដាក់ម្ដង5ថ្ងៃដាក់ម្ដងបន្តគ្នាដល់ពេលវាញាស់ក៏វាញាស់ជាបែបបន្តគ្នាអញ្ចឹងដែរហើយ4-5ថ្ងៃហ្នឹងវាអាចពេលពងតិចពងច្រើនអញ្ចឹង5ថ្ងៃដាក់ម្ដងហ្នឹងវាអាចបានចាប់ពីចន្លោះពី10ពងជាងយ៉ាងតិចទៅ30ពងជាងអញ្ចឹងទៅអញ្ចឹងបងប្អូនញាស់ភាសាគឺបានប៉ុណ្ណឹងភាសាហើយរយៈពេលដែលវាពងអស់ភាសាវាត្រូវក្រាបហ្នឹងក្នុងមេ10មេហ្នឹងវាអាចឲ្យផ្ដល់កូនឲ្យយើងបានពីចន្លោះពី80កូនជាងទៅ100កូនជាងក្នុងមួយភាសារបស់មេដែលវាត្រូវពងហ្នឹងបាទហើយបើសិនជាខ្ញុំបកស្រាយទៅបងប្អូនគាត់អត់សូវយល់អញ្ចឹងបងប្អូនអាចព្យាយាមស្ដាប់ម្ដងទៀតអញ្ចឹងបងប្អូនហើយឬក៏អាច comment នៅខាងក្រោមដើម្បីខ្ញុំអាចបកស្រាយបងប្អូនងាយយល់ជាងនេះសម្រាប់យើងឆាប់យល់អញ្ចឹងបងប្អូនកាលណាដែលខ្ញុំឃើញ comment បងប្អូនខាងក្រោមខ្ញុំនឹងបកស្រាយបន្ថែមបើមិនបានបកស្រាយនៅក្រោម comment បន្ថែមទេក៏ខ្ញុំនឹងចេញវីដេអូក្រោយៗទៀតឲ្យបងប្អូនបានដឹងដែរបើសម្រាប់បងប្អូនគាត់ស្ដាប់ទៅគាត់អត់សូវយល់គាត់តាមអត់សូវតន់អញ្ចឹងបងប្អូនហើយការបង្ហាញគឺអ្វីជាបទពិសោធន៍ដែលខ្ញុំធ្វើផ្ទាល់ខ្ញុំធ្វើបានហើយទើបខ្ញុំហ៊ានបង្ហាញឲ្យពុកម៉ែបងប្អូនគាត់បានដឹងហើយអាស្រ័យលើពុកម៉ែបងប្អូនដែលគាត់ចង់ធ្វើតាមឬក៏មិនធ្វើគឺអាស្រ័យលើពុកម៉ែបងប្អូនជាបុគ្គលខ្លួនឯងផ្ទាល់ហើយអ្វីដែលខ្ញុំបានបង្ហាញគឺជាបទពិសោធន៍របស់ខ្ញុំផ្ទាល់ខ្ញុំបានអនុវត្តធ្វើទៅបានប៉ុណ្ណាខ្ញុំបង្ហាញពុកម៉ែបងប្អូនបានប៉ុណ្ណឹងហើយការចិញ្ចឹមសត្វគឺវាពេលខ្លះគឺវាមិនងាយស្រួលដូចយើងគិតទេពុកម៉ែបងប្អូនមិនប្រកាសថាខ្ញុំធ្វើបានត្រង់ចំណុចហ្នឹងហើយបុកម៉ែបងប្អូនគាត់អនុវត្តតាមក្រោយទៅមិនប្រកាសថាគាត់ធ្វើបាន 100% តាមអ្វីដែលយើងបង្ហាញហ្នឹងទេប៉ុន្តែពេលខ្លះទៀតក៏អាចនឹងធ្វើល្អបានជាងខ្ញុំថែមទៀតផងអាស្រ័យទៅលើបុគ្គលខ្លួនឯងផ្ទាល់ហើយអនុវត្តហើយនឹងព្យាយាមទៅលើការមើលថែចិញ្ចឹមសត្វនឹងផ្ទាល់វាទាមទារការស្រឡាញ់ការព្យាយាមនិងការអត់ធ្មត់របស់យើងព្រោះអីការចិញ្ចឹមមាន់នេះគឺខុសតែបន្តិចគឺយើងនឹងបរាជ័យយើងនឹងបាក់ទឹកចិត្តអញ្ចឹងហើយការចិញ្ចឹមសត្វនេះទាមទារយើងស៊ូណាស់បងប្អូនយើងស៊ូហើយនិយាយអញ្ចឹងទៅមិនមែនថាពីពិបាកខ្លាំងទេបងប្អូនបើថាពិបាកមកក៏វាមិនពិបាកឯណាដែលឲ្យយើងដឹងពីចំណុចសំខាន់ក្នុងការចិញ្ចឹមរបស់វាយើងទាមទារសំខាន់លើបទពិសោធន៍របស់យើងផ្ទាល់អញ្ចឹងហើយបានខ្ញុំតែងតែលើកទឹកចិត្តឲ្យពុកម៉ែបងប្អូនដែលគាត់ចិញ្ចឹមថ្មីហ្នឹងឲ្យគាត់ចាប់ផ្ដើមពីតូចទៅបើសិនយើងបរាជ័យពីតូចទៅវាអត់អីទេយើងចាប់ផ្ដើមឡើងមកធំគឺបើសិនជាបរាជ័យគឺវាដួលកាលណាយើងធ្វើធំពេលយើងដួលទៅក៏វាលឺដែរពុកម៉ែបងប្អូនយើងចាប់ផ្ដើមពីតិចតួចទៅពេលយើងដួលក៏យើងអាចងើបបានវិញដែរដោយសារយើងចាប់ផ្ដើមពីតិចតួចទៅយើងមិនចាប់ផ្ដើមពីធំទេអញ្ចឹងយើងក៏មិនសូវខ្លាចរអាយើងក៏មិនសូវបាក់ទឹកចិត្តដែរអញ្ចឹងហើយយើងចាំពីតូចទៅកាលណាយើងចាំពីតូចបើសិនយើងចាំចាប់ពីមេ5អញ្ចឹងចាឧទាហរណ៍បើយើងចាំទៅវាជោគជ័យមេ5ហ្នឹងហើយចាំយើងបង្កើនទៅមេ10យើងចិញ្ចឹមមេ10ជោគជ័យហើយចាំយើងបង្កើនទៅច្រើនជាងនឹងបន្ថែមទៀតនេះទើបជាចំណុចត្រឹមត្រូវពុកម៉ែបងប្អូន